ពេលដឹងថាឪពុកមិនបានទៅតាមការសន្យានាងបានអង្គុយយំស្ងាត់ក្បែរបង្អួចទាំងដៃរបស់នាងកាន់មុខផងដែរពេលរសៀលថ្ងៃដដែលដំណឹងដ៏រន្ធត់មួយបានកាត់ឡើងស្រីណែតត្រូវបានម្ដាយនាំទៅលេងផ្ទះបងប្អូននៅជិតនោះបានរត់ឆ្លងថ្នល់ម្នាក់ឯងដោយមិនប្រយ័ត្នហើយក៏ត្រូវរថយន្តបុកស្លាប់ភ្លាមពិភពលោករបស់វីរៈបានរលំរលាយភ្លាមការឈឺចាប់និងវិបដិសារីបានសង្កត់លើគាត់យ៉ាងធ្ងន់ធ្ងររាល់ពេលដែលគាត់គិតដល់កូនគាត់តែងតែនឹកឃើញពាក្យសន្យាដែលគាត់មិនបានបំពេញនិងទឹកមុខខកចិត្តរបស់ស្រីណែតគាត់បន្ទោសខ្លួនឯងថាបើសិនជាគាត់បានទៅតាមការសន្យាកាលពីព្រឹកមិញនោះរឿងអាក្រក់នេះប្រហែលជាមិនកើតឡើងឡើយចាប់តាំងពីពេលនោះមកវីរៈចាប់ផ្ដើមជួបរឿងប្លែកពេលខ្លះគាត់កំពុងអង្គុយធ្វើការក្នុងការិយាល័យគាត់ហាក់ដូចជាឃើញស្រមោលតូចមួយដើរកាត់ពីមុខតុរបស់គាត់ពេលខ្លះទៀតពេលដែលគាត់ទៅកន្លែងណាដែលស្រីណែតធ្លាប់ចង់ទៅដូចជាសួនច្បារគាត់ហាក់ដូចជាឃើញរូបរាងរបស់ស្រីណែតកំពុងឈរសម្លឹងមកគាត់ទាំងទឹកមុខក្រៀមក្រំពេលខ្លះគាត់ក៏ឮសំឡេងកូនស្រែកហៅ ប៉ាប៉ាហុយឡាននេះមកប៉ាប៉ាហុយឡាននេះមកប៉ាប៉ាកូនចុះស្ដាប់រឿងព្រេងនិទាននេះ